บริษัทฮอมแมนเชสเตอร์ยูไนเต็ดกับน็อตดำไรเชียง$50 บาร์เซนเอฟซีบาร์เซโลนาจังบานมาโกราฟอร์ดคลับแมนเชสเตอร์ยูไนเต็ดបានប្រាប់ទៅ FC បាសេណាអំពីតម្លៃខ្លួនដែលពួកគេចង់បានពីការដាក់លក់ខ្សែប្រយុទ្ធ Marcus Rashford នៅរដូវក្តៅខាត់មុខនេះជាការពិតណាស់ Rashford មានទំនាក់ទំនងជាមួយនឹង FC បាសេណាតាំងពីរដូវកាលមុនមកម្ល៉េះបន្ទាប់ពីរូគេមានភាពប្រកាន់កោះជាមួយនឹងគ្រូបង្វឹក Manchester United ប៉ុន្តែចុងក្រោយការផ្ទេរពុំបានលេចចេញជារូបរាងនោះទេហើយរូគេក៏ត្រូវបាំងក្លឹបបិសាចក្រហមដាក់ឲ្យ Aston Villa ខ្ចីជើងកន្លះរដូវកាលយ៉ាងណានៅរដូវកាលថ្មីនេះកំពុងតែលេចលឺពាក្យចចាមរ៉ាមពី FC បាសេណាកំពុងមានបំណងលើ Marcus Rashford ជាថ្មីស្របពេលកីឡាករមានឆន្ទៈចង់លេងឲ្យក្លឹបម្ចាស់ជើងឯកលីកកំពូលអេស្ប៉ាញ La Liga មួយរូបនេះផងដែរជាមួយនឹងគ្នានេះដែរអ្នកកាសែតអ៊ីតាលីបានចុះផ្សាយថា Manchester United ក៏មិនទុកខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ27ឆ្នាំនេះទៀតដែរប្រសិនបើការផ្ដល់ជូនតម្លៃសមស្របខណៈពួកគេប្រាប់ទៅ FC បាសេណាថាបើចង់បាន Marcus Rashford គឺពួកគេចង់បានតម្លៃផ្ទេរចំនួន$54 លានអាមេរិកគួរបញ្ជាក់ថា Rashford គឺនៅសល់កិច្ចសន្យាជាមួយនឹងក្លឹបបៃសាច់ក្រហម Manchester United ចំនួន3ឆ្នាំបន្តទៀតពោលគឺដល់ខែមិថុនាឆ្នាំ2028តើបងប្អូនគិតថាការចរចានេះទទួលបានជោគជ័យដែរទេហើយបើសិនជា Marcus Rashford ទៅលេងនៅ FC Barcelona មានអ្វីប្រែប្រួលខ្លះកុំភ្លេច comment នៅខាងក្រោមអរគុណជម្រាបលាជួបគ្នានៅវីដេអូបន្តទៀត